ជំរាបសួរអេបងជូពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះពីអ្នកពួកម៉ាក់ខ្ញុំគឺចេញទៅហាត់រត់កីឡាលើភ្នំទៀតហើយបងប្អូនហើយចេញទៅនឹងបាន23គីឡូម៉ែត្រដែរហើយទេសភាពដែលចេញទៅនឹងគឺគួរសមស្អាតមែនតើនៅពេលទៅដល់លើនឹងបងប្អូននាំគ្នារត់បណ្ដើសើចបដើនិយាយបដើតាមផ្លូវនឹងឯងបងប្អូនអើយតែខំតែពិបាកខ្ញុំមានអារម្មណ៍ថាថ្ងៃហ្នឹងពិបាកខ្លាំងមែនទែនដោយសារនៅពេលដែលរត់ឡើងវាលបឿនអត់ដូចរាល់ដងណាបងប្អូនពេលខ្លះយើងមានអារម្មណ៍ថាថ្ងៃខ្លះចេញទៅហាត់បានល្អមែនទែនតែថ្ងៃមិញហ្នឹងគឺទៅប៉ុន្តែវាមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាបងប្អូនហើយមិត្តភ័ក្ដិខ្ញុំនោះមិនបាច់ទេរត់ដូចអីគេសេះអញ្ចឹងទៅហើយបើថាមិនហៅឲ្យឈប់គឺអត់ឈប់ទេបងប្អូនហើយគាត់រត់លឿនមែនតើណាបងប្អូនថ្ងៃប្រកួតអីគាត់រត់លឿនជាងខ្ញុំពី30នាទីទៅ40នាទីអីហ៎ហើយខ្ញុំរត់ទៅតាមពីក្រោយរហូតចឹងទៅហើយណាមួយគេក្មេងជាងយើងហើយពិបាកដែរហ្នឹងណាហើយចង់ក្រោយទៅដល់កន្លែងគោលដៅដែលពួកខ្ញុំត្រូវទៅនឹងគឺទៅដល់កន្លែងហ្នឹងហើយបងប្អូនប៉ុន្តែអាងឹតឈឹងមកហើយមេឃចាប់ផ្ដើមត្រជាក់ខ្លាំងត្រជាក់ឡើងស្វាយជើងស្វាយដៃហ្មងខ្ញុំឡើងអូនិយាយលេងចង់ចេញហើយបន្ទាប់មកទៅឲ្យពួកម៉ាក់ខ្ញុំនឹងគេសប្បាយចិត្តហើយទៅបានទៅដល់លើហ្នឹងនិយាយទៅអូគេគាត់ទៅឃើញអាពពកពាក់កដាលភ្នំតិចហ្នឹងក៏ក្តីសុខរបស់គេហើយដល់ពេលហើយចង់ក្រោយហ្នឹងគឺនាំគ្នារត់ចុះមកវិញអត់បានធរទេបងប្អូនអើយដោយសារមេឃខ្យល់ហើយត្រជាក់ខ្លាំងពេកហ៎ហើយចង់ក្រោយនេះអត់មានអីទេបងប្អូនជូនពរពុកម៉ែបងប្អូនសុខសប្បាយសំណាងល្អទាំងអស់គ្នា